ជំរាបសួរបងប្អូនកូននេះដែរគឺថាអត់បាយមួយថ្ងៃពេលបានទៅផ្ទះទៅឃើញថាគាត់កើតជំងឺប៉ាវ៉ូរ៉េឈាមចឹងគាត់មានអាការៈក្អួតហើយអត់ឃ្លានចំណីទេដាក់ឲ្យស៊ីក៏ស៊ីអត់កើតដែរចឹងក្រោយព្យាបាលបានមួយយប់ឃើញថារាងស្រួលខ្លួនអាចផឹកទឹកបានចឹងបន្តព្យាបាលរហូតដល់2យប់ទើបគាត់មានសុខភាពរាងល្អប្រសើរមកវិញចឹងគាត់អាចត្រឡប់ទៅផ្ទះវិញបានប្រសិនជាសិស្សបងប្អូនមានបញ្ហាឈឺភ្លាមបងប្អូនគួរតែតាក់ទងពេទ្យភ្លាមចឹងការព្យាបាលឆាប់ជាបាទសូមអរគុណ